Hello បងប្អូនទាំងគ្នាថ្ងៃនេះចង់មកចែករំលែកតិចតទៅជាមួយនឹងការប្រើប្រាស់ជាមួយនឹង slide projector របស់រថយន្ត Depot S05 របស់អ្នកគ្នាចាដោយសារតែមានបងមួយចំនួនគាត់បានដឹងហើយតែមួយចំនួនតូចទៀតក៏អត់ទាន់បាននឹងគ្នាចឹងឥឡូវខ្ញុំចង់មកចែករំលែកតិចចឹងជាដំបូងមួយអ្នកគ្នាចូលកន្លែង setting នេះមកហើយបងប្អូនទាំងគ្នារកជាមួយនឹងពាក្យដែលមានអក្សរនៅខាងលើនេះ DLP បងប្អូនទាំងគ្នាខ្ញុំចុចកន្លែងនេះមកហើយរកជាមួយនឹងពាក្យ light and shadow ចឹងមកលេខគាត់ចុចកន្លែងហ្នឹងមកវានឹងមានពាក្យ start កន្លែងនេះទេចឹងយើងចុច start កន្លែងនេះមកចាគឺវានឹងបង្ហាញនៅខាងមុខចឹងឥឡូវនេះខ្ញុំដាក់ជាមួយនឹង YouTube អូខេនេះបងឃើញទេ slide projector គឺចាំងនៅខាងមុខនេះឯងបងប្អូនគឺថាស្អាតខ្លាំងមែនតើហ្មងអញ្ចឹងពីខ្ញុំទៅតម្លៃធំតែ 20000 ជាងហើយមកជាមួយនឹង option ប៉ុណ្ណេះខ្ញុំគិតថាអែមខ្លាំងមែនតើបើថ្ងៃឯងមើល interior បានជាមួយនឹងពណ៌ការ design ពុកស្បែកដៃចកោតអីគឺថាមកអែមហ្មងអញ្ចឹងក្នុងឱកាសនេះក៏ចង់ប្រាប់បងប្អូនដែរតើតោជាមួយនឹង stock Depot របស់យើងចាគឺថាមានក្នុង stock ស្រាប់មកជាមួយនឹងពណ៌សហើយពណ៌ខ្មៅហើយបើនិយាយពីតម្លៃគឺគិតតម្លៃតុនៗឲ្យហ្មងអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់បានជាមួយនឹង Depot S05 ណាកុំភ្លេចធ្វើការចាក់តមកខាងលក់ឡានយើងខ្ញុំណាអរគុណ